Hello សួស្តីអ្នកនរគ្នាបាទយើងមកជួបគ្នាម្ដងទៀតជាមួយនឹងរឿងទឹកដីតាមពពលវិញ្ញាណពាក់2នៅក្នុងភាគទី146បន្តទៀតគឺភាគនេះដែរគឺការល្អមើលទៀតហើយក៏ប៉ុន្តែដោយសារតែខ្ញុំរៀងឈឺមាត់បន្តិចហ្នឹងក៏ពិបាកនិយាយបន្តិចហើយសូមអធិស្ឋានទុកជាមុនផងដូច្នេះកុំឲ្យខាតពេលយូរយើងចូលមកកាន់សាច់រឿងរបស់យើងតែម្ដងទៅរូបភាពដំបូងចាប់ផ្ដើមជាមួយនឹងខៃទូដែលគាត់នឹងកំពុងតែបង្កើតនៅសម្បកចង្ក្រានសូលកាយ level 9តែម្នាក់ឯងខណៈពេលដែលលោកគ្រូចនស៊ីវិនក៏បានចូលមកដល់ផងដែរគាត់ក៏ចាប់ផ្ដើមគិតនឹងចិត្តទៀតថានៅពេលដែលឧបករណ៍សូលកាយបានមកដល់ពេលនេះលើកលែងតែហួយហែវម្នាក់តែប៉ុណ្ណោះគឺខៃទូជាមនុស្សដែលមានសមត្ថភាពជាងគេស្មារតីរបស់គាត់គឺមិនមានដែនកំណត់នោះទេបើធ្វើការប្រៀបធៀបជាមួយនឹងហួយហែវនោះគឺគាត់មានឱកាសអាចពិវត្តខ្លួនឡើងរហូតតែម្ដងមិនចាញ់ហួយហែវប្រមាណនោះឡើយបើនិយាយពីឧបករណ៍សូលកាយបើអត្តន័យនៃសាច់រឿងជាក់ស្ដែងគឺខៃទូចង់ខ្លាំងជាងហួយហែវទៅទៀតតែសាច់រឿងដែលយើងមើលបច្ចុប្បន្នខ្ញុំឃើញថាហួយហែវដូចជាខ្លាំងជាងអញ្ចឹងកន្លែងហ្នឹងគឺពិបាកនិយាយបន្តិចបាទខ្ញុំមិនដឹងថាគួរនិយាយបែបណាឲ្យអ្នកនេះយល់នោះទេយ៉ាងណាក៏ដោយក៏លោកគ្រូឈុនស៊ីវិននឹងនៅតែមានអារម្មណ៍សោកស្ដាយដែលហួយហែវមិនបាននៅព្រោះថាហួយហែវមិនបានយកបេះដូងយកចិត្តរបស់គាត់ដាក់ចូលទៅក្នុងនៃការសិក្សានៃឧបករណ៍សូលកាយឬក៏បច្ចេកវិទ្យាសូលកាយនោះទេតាមពិតទៅមិនមែនមានតែគាត់នោះទេគឺមាននៅព្រឹទ្ធាចារ្យជាន់ខ្ពស់នៅឯវាមានអតិថិសមុទ្ររួមជាមួយនឹងសមាជិកនៃបកថាងពួកគេសុទ្ធតែមានក្តីសង្ឃឹមយ៉ាងមុតមមសម្រាប់ហួយហែវហើយក៏ផ្ញើនៅបន្ទុកដ៏ធ្ងន់នេះនៅលើស្មាទាំងពីររបស់ហួយហែវថែមទៀតផងដូច្នេះហើយគាត់មិនអាចឲ្យសិស្សដែលមានទេពកោសល្យដ៏អស្ចារ្យម្នាក់អាចបំបីទៅកាន់ level 10នៃ Soul Mentor ឬក៏ Soul Guide ត្រូវខ្ជិលចោលជាមួយនឹងសមត្ថភាពរបស់គាត់នោះទេអញ្ចឹងកន្លែងនេះគឺមានន័យថាហួយហែវគឺមិនសូវជាយកចិត្តទុកដាក់ក្នុងការសិក្សានៃឧបករណ៍ Soul Guide នោះទេគាត់ផ្ដោតទៅលើការហ្វឹកហាត់ធ្វើជា Soul Master ច្រើនជាងក៏ប៉ុន្តែលោកគ្រូ Chon Swin ត្រូវតែជំរុញឲ្យហួយហែវក្លាយទៅជា Soul Mentor ឬក៏ហៅថាវិស្វករព្រលឹង level 10គឺជាអ្នកខ្លាំងផុតលេខឲ្យបានជាដាច់ខាតហើយកិច្ចការដែលគាត់ត្រៀមសម្រាប់ហួយហែវនេះអាចវាស់ពីសមត្ថភាពរបស់ហួយហែវបានយ៉ាងជាក់លាក់ប៉ុន្តែយ៉ាងណាក៏ដោយគាត់មិនហ៊ានផ្ញើនៅក្តីសង្ឃឹមទៅលើហួយហែវទាំងស្រុងនោះទេគាត់ចង់មើលដោយភ្នែកផ្ទាល់ទៅហួយហែវអាចដើរឆ្ងាយបានប៉ុណ្ណាហួយហែវនៅក្នុងបន្ទប់ដែលគាត់បានប្រើប្រាស់នៅសមាធិពិសេសរបស់ខ្លួនដើម្បីបំបែកនៅមាសបិសាចក្រហមអញ្ចឹងគាត់នឹងប្រើប្រាស់នៅវិជ្ជាគុណដែលគាត់ទើបតែរៀនថ្មីៗពីអាទិទេពរងនានប៊ីងគឺជាតួអង្គឯកនៅក្នុងរឿងមួយផ្សេងទៀតបានខ្លាចទៅជាទីទេពក៏បានជួបជាមួយនឹងហួយហែវនៅក្នុងរឿងសូឡែនអញ្ចឹងហួយហែវនឹងប្រើប្រាស់នៅស្នៀតនៃក្បិតរបស់គាត់ដែលមានឈ្មោះថារបាមនាគទើបតែរៀនចេះថ្មីគាត់ក៏បានចងចាំនៅសម្ដីរបស់អាទិទេពរងនានប៊ីងផងដែរស្នៀតនេះពេលខ្លះក៏គេហៅឈ្មោះថាស្នៀតកំបិតឆ្លាក់កំពូលគឺខ្លាំងផុតលេខនៅក្នុងពិភពមួយនេះតែម្ដងនៅពេលដែលអាទិទេពរងនានប៊ីងបានខ្លាយទៅជាព្រះហើយគាត់ក៏បានចំណាយពេលថាទឹកបានជំរុញនៃការហ្វឹកហាត់នៃស្នៀតកំបិតនេះឲ្យកាត់កាន់តែខ្លាំងក្លាជាងមុនហើយគាត់ក៏រិះរោចតែវិធីស្រួលសម្រាប់ហួយហែវផងដែរអញ្ចឹងស្នៀតកំបិតរបស់គាត់មិនមែនមានតែមួយនោះទេអាចជាមានច្រើនជាងនេះដែលខ្ញុំមិនទាន់បានដឹងនៅពេលដែលហួយហែវចាប់កាន់នៅកំបិតខ្មោចចម្លាក់ខ្មោចរូបភាពនៃការ design មួយបែបទៀតគឺជាស្ដេចខ្មោចដ៏ធំមានរូបរាងពណ៌ស្វាយកំពុងតែហោះឡើងលើអាកាសតម្រង់ទៅរកមាសក្រហមដែលភាពរឹងមាំរបស់វាគឺរឹងអស់នៅលោអាធិដតីទៀតអាចនិយាយថានៅក្នុងរឿងនេះគឺរឿងជាងពេជ្រទៅទៀតដែលគាត់ប្រើប្រាស់នៅកណ្ដាប់ដៃដើម្បីវាបំបែកនៅបំណែកនៃសម្បកមាសនោះអញ្ចឹងវាមិនមែនជាដុំថ្មនោះទេពេលខ្លះគេហៅថា crystal ពេលខ្លះក៏គេហៅមាសពេលខ្លះក៏គេហៅថាលោអាធិហៅមួយណាក៏បានដែរបើនិយាយងាយយល់ទៅគឺជាប្រភេទនៃមាសរឹងនឹងឯងរូបភាពមួយទៀតនឹងគូយ៉ាវបានប្រើប្រាស់នៅកំបិតឆ្លាក់ខ្មោចរបស់គាត់ឆ្លាក់នៅមាសក្រហមនោះចេញជារូបរាងក៏បានបញ្ចូលវាទៅក្នុងចង្ក្រានមើលទៅដូចជាបំណែកនៃផ្កាកុលាបយ៉ាងច្រើនកំពុងតែអណ្ដែតនៅលើអាកាសអញ្ចឹងជាពេលកន្លងទៅមួយយប់គ្រូ Chon Swin មិនដឹងថាហួយហែវធ្វើយ៉ាងម៉េចហើយនោះទេគាត់ក៏បានបើកទ្វារចូលក្នុងក៏បានឃើញផ្សែងហុយតលំគាត់សឹងតែមិនជឿនោះទេក៏បានលន់មាត់ទៀតថាតើហួយហែវគឺជាមនុស្សឬក៏បិសាចដែលហួយហែវអាចបញ្ចប់នៃការបង្កើតនៃសម្បកចង្ក្រានសូលកាយថ្នាក់ទី9ត្រឹមតែមួយយប់តែប៉ុណ្ណោះហើយសមត្ថភាពរបស់ហួយហែវគឺលើសពីការរំពឹងទុករបស់គាត់ទៅទៀតមិនត្រឹមតែប៉ុណ្ណឹងហួយហែវក៏បានឆ្លាក់នៅមាសបិសាចក្រហមរួចរាល់ត្រឹមរយៈពេលមួយយប់ដូចគ្នាអញ្ចឹងមួយយប់នោះគឺហួយហែវធ្វើបានច្រើនមុខមិនមែនមានតែបង្កើតនៅសម្បកចង្ក្រានសូលកាយថ្នាក់ទី9នោះទេគឺគាត់បានបង្ឆ្លាក់នៅគ្រីស្តាល់បិសាចក្រហមថែមម្តងទៀតតាមពិតទៅគឺនៅក្នុងអាណាចក្រសូរ្យន្ទ្រាគឺមានអ្នកខ្លាំងសមត្ថភាពដូចជាមានត្រឹមតែ10នាក់តែប៉ុណ្ណោះតែចាស់គូសមគេហៅសិតតែប្រតិចាបានតែកលេចមកមើលហួយហែវអាចនិយាយថាគឺសឹងតែខ្លាំងជាងពួកគេទៅទៀតមិនត្រឹមតែប៉ុណ្ណឹងហួយហែវក៏បាន
បង្កើតនៃ Snow Array បាន3គ្រាប់ថែមទៀតទោះបីជាហួយហៅគឺជា Soul Master កងពលឹង8កងឬក៏ Soul Mentor level 8ក៏ដោយតែសមត្ថភាពរបស់គាត់នឹងគឺស្មើទៅនឹងកងពលឹង9កងទៅហើយឬក៏ Soul Mentor level 9ខៃទូក៏បានចូលមកក៏លាន់មាត់ទៀតថាសិស្សប្អូនពិតជាអស្ចារ្យពិតមែនហួយហៅក៏បានភ្ញាក់ដឹងខ្លួនមកល្មមលក្ខណៈថារៀងអត់ល្ងយតាំងពីយប់មកដែរក៏សួរទៀតថាតើលោកគ្រូចុងស៊ីវិននឹងបានមើលកិច្ចការរបស់គាត់រួចហើយនៅហើយគាត់ក៏សួរទៅវិញទៀតថាអញ្ចឹងតើឯងត្រូវធ្វើអ្វីបន្តទៀតគាត់ថាជំហានបន្ទាប់ទៀតនោះគឺជាការផ្គុំនៃ Snow Array ទាំង3អញ្ចឹងលោកគ្រូចុងស៊ីវិននឹងឈរមើលហួយហៅដោយផ្ទាល់មិនមែនផ្គុំនោះទេអធិស្ឋានបាទគឺឆ្លាក់អានេះគេហៅថាឆ្លាក់នៃ Snow Array នៅផ្នែកខាងក្នុងដំបូងគឺហួយហៅគ្រាន់តែបង្កើតទៅជារូបរាងនៃ Snow Array តែប៉ុណ្ណោះក៏ប៉ុន្តែអត់ទាន់ឆ្លាក់វានោះទេចំណុចសំខាន់នោះគឺត្រូវឆ្លាក់វាហើយនេះគឺជារឿងដែលពិបាកបំផុតហើយគាត់ក៏បានដាស់តឿនហួយហៅមិនចាំបាច់តកុហលពេកនោះទេក្នុងការឆ្លាក់នៃ Snow Array នេះគឺហួយហៅស្ទាត់ជំនាញរួចទៅហើយមិនអងពេលយូរក៏បានលើកនៅដៃបន្តិចបញ្ចេញនៅកំបិតឆ្លាក់ខ្មោចរបស់គាត់ចេញពីលំហមួយលោកគ្រូចន្ទវិននៅតែកោតសរសើរអំពីសមត្ថភាពរបស់ហួយហៅនៅក្នុងចិត្តមិនដាច់ពីមាត់នោះទេគាត់ចង់ឃើញអំពីសញ្ញានៃកំបិតរបស់ហួយហៅក៏ចាប់ផ្ដើមគ្រវីនៅកំបិតឆ្លាក់ខ្មោចរបស់គាត់ចូលឡើងបង្កើតទៅជាពន្លឺពណ៌ស្វាយចលនាការឆ្លាក់របស់គាត់គឺមិនខុសពីអតិថិប្រងនឹងប៊ីនប្រមាណនោះទេហួយហៅមើលតែម្ដងតែគាត់ស្ទាត់ជំនាញដូចជាអ្នកហ្វឹកហាត់រាប់ឆ្នាំទៅហើយបន្ទាប់ពីឆ្លាក់ហើយធម្មពលនោះក៏បានផ្ទុះបំបែកនៅសម្បកនៃ Snow Array នោះបង្កើតទៅជារូបរាងមួយដូចជាពេជ្រអញ្ចឹងលោកគ្រូចន្ទវិនភ្ញាក់ផ្អើលខ្លាំងមែនទែនក៏បានចូលទៅចាំរួនហួយហៅយ៉ាងខ្លាំងក៏សួរទៀតថាតើឯងទទួលបាននូវស្នេហ៍កំបិតដ៏អស្ចារ្យនេះមកពីណាព្រោះតែរំភើបពេកហ្នឹងក៏ភ្លេចខ្លួនហួយហៅក៏បានបញ្ចេញនូវកំបិតឆ្លាក់ខ្មោចរបស់គាត់ដើម្បីឲ្យលោកគ្រូចន្ទវិនបានមើលនៅពេលដែលបកគលឲ្យគាត់នឹងកំបិតនោះបែរជាចាប់ផ្ដើមកម្រើអញ្ចឹងខ្ញុំសូមបញ្ជាក់ថាកំបិតនេះដូចជាមានព្រលឹងនៅក្នុងនោះអញ្ចឹងគាត់ក៏សួរថាតើមានរឿងអីកើតឡើងហេតុអីក៏វាមិនឲ្យគាត់ប៉ាអញ្ចឹងហួយហៅក៏ដឹងទៀតថាគាត់ទៅតែយល់នោះទេកំបិតឆ្លាក់ខ្មោចនេះដែរគឺវាបានរួមបញ្ចូលជាមួយនឹងរាងកាយរបស់គាត់តែមួយហួយហៅខ្លាចទៅជាម្ចាស់របស់វាហើយអញ្ចឹងវាមិនអនុញ្ញាតឲ្យអ្នកដទៃប្រើប្រាស់នៃកំបិតនេះបានឡើយតែបើសិនជាប៉ះធម្មតាអាចជាបានតែបាញ់មែននេះគឺលោកគ្រូចន្ទវិនមានចេតនាចង់ប្រើប្រាស់វាអញ្ចឹងគាត់បានត្រឹមតែសោកស្ដាយតែប៉ុណ្ណោះដែលមិនអាចប្រើនៅស្នេហ៍កំបិតដែលហួយហៅបង្ហាញឲ្យបាញ់មិញនេះហើយអ្វីដែលគាត់សោកស្ដាយទៀតនេះគឺគាត់មិនហ៊ានសួរដេញដោលអំពីប្រភពនៃស្នេហ៍កំបិតហើយនឹងកំបិតឆ្លាក់ខ្មោចរបស់ហួយហៅទៅទៀតនោះទេតែគាត់នៅតែកោតសរសើរអំពីស្នេហ៍កំបិតដ៏អស្ចារ្យរបស់ហួយហៅគាត់ធ្លាប់ឃើញនៅកំបិតចម្លាក់ហើយនឹងស្នេហ៍កំបិតដ៏អស្ចារ្យជាច្រើនទៀតអាចនិយាយថាកំបិតចម្លាក់លេខ1គឺគាត់ក៏ធ្លាប់ឃើញដែរលើកលែងតែកំបិតនេះវាអស្ចារ្យខ្លាំងពេកហើយអាចចាត់ទុកថាគឺជាស្នេហ៍នៃកំបិតអាទិទេពសូម្បីកំបិតនេះក៏គាត់ចាត់ទុកថាគឺជាកំបិតអាទិទេពដែរហើយក៏បានសួរនាំអំពីហួយហៅលក្ខណៈថាដោយសារតែចង់រៀនខ្លាំងពេកហ្នឹងក៏សូមឲ្យហួយហៅនឹងបង្រៀនខ្លួនបើសិនជាហួយហៅយល់ព្រមនោះគាត់នឹងហៅហួយហៅធ្វើជាគ្រូក្នុងពេលនេះតែម្ដងហួយហៅលើបែបនេះគឺគាត់បដិសេធយ៉ាងលឿនថាគាត់មិនអាចទទួលយកនោះទេហួយហៅដឹងទីថាលោកគ្រូចន្ទវិនពិតជាចង់រៀននៅស្នេហ៍កំបិតនេះជាខ្លាំងអញ្ចឹងទៅហួយហៅក៏បានប្រាប់នៅការពិតមួយតែតាក់ទងទៅនឹងក្របពូជទេពដែលទីទេពរងនឹងបិនបកលលើគាត់គឺគាត់មិនអាចប្រាប់សូម្បីតែប្រភពនៃស្នេហ៍កំបិតហើយនឹងកំបិតនេះក៏គាត់មិនអាចប្រាប់ដូចគ្នាផងដែរគាត់ក៏បានបញ្ជាក់ថាស្នេហ៍កំបិតនេះគឺគាត់ទទួលបានដោយចៃដន្យតែប៉ុណ្ណោះអញ្ចឹងគាត់ក៏យល់អំពីបំណងរបស់លោកគ្រូច័ន្ទស៊ីវិនដូចគ្នាអញ្ចឹងទៅគាត់មានគំនិតមួយគាត់នឹងបង្រៀនលោកគ្រូច័ន្ទស៊ីវិនរួមជាមួយនឹងសិស្សច្បងបេបេសិស្សច្បងទី2ឬក៏ខៃទូនឹងនៅស្នេហ៍កំបិតនេះហើយទូភាពអល់ជាខ្លាំងណាមួយក៏ជួយបង្កើននូវកម្លាំងនៃបរិស្ថានឲ្យកាន់តែខ្លាំងដូចគ្នាផងដែរលោកគ្រូច័ន្ទស៊ីវិនសប្បាយចិត្តខ្លាំងមែនទែនយើងងាកមកមើលនៅខាងក្រៅវិញທາງយ៉ានឹងក៏ចេញមកសរុបខ្យល់អាកាសអញ្ចឹងខ្ញុំសូមអធិស្ឋានផងបាទរៀងស្រែកបន្តិចវាចង់ឈឺកអាចជាធ្លាក់សម្លេងមែនទែនហើយសមាជិកនៃបាក់តាមរបស់ខ្លួនដែលកំពុងតែបង្កើនឧបករណ៍សូលកាយខាងក្រៅនោះក៏បានរាក់ទាក់នាងក៏ប្រាប់ទៅវិញទៀតថាបន្តហ្វឹកហាត់ទៅកុំខ្វល់ពីខ្លួនអីមើលទៅទឹកមុខរបស់ທາງយ៉ាដូចជាស្លេកស្លាំងដូចជាខ្វះឈាមនិងសង្កេតរឿងនេះគេហៅថាកម្លាំងនៃជីវិតកំពុងតែចុះខ្សោយយ៉ាងខ្លាំងនាងអាចជាសន្លប់គ្រប់ពេលដែលបន្តទៅមុខទៀតនឹងក៏មាននៅសមាជិកជាច្រើនដែលរាក់ទាក់នាងនៅតាមផ្លូវផងដែរនៅក្នុងបន្ទប់ពិសោធន៍នៃបកឋានក៏មានបន្ទប់ពិសេសមួយដែលមើលទៅដូចជាមានការរីកចម្រើនគ្រាន់បើដែរថางយ៉ាងកំពុងតែដើរទេសនានៅទីតាំងនៃបកឋានរបស់ខ្លួនឡើងវិញម្ដងទៀតទើបតែពេលនេះនាងមានកម្លាំងតិចតួចក៏នាងដើរពិនិត្យមើលតែម្ដងទៅចៃដន្យក៏បានចូលទៅក្នុងបន្ទប់មួយជាបន្ទប់របស់ហួយយ៉ាងកំពុងតែហ្វឹកហាត់ហួយយ៉ាងកំពុងតែបង្រៀននៅស្នេហ៍កំបិតទៅកាន់ខៃទូតែខៃទូដូចជាបរាជ័យជាច្រើនលើកជាច្រើនសារគាត់បាក់ទឹកចិត្តដែរ
តែហួយហៅប្រាប់ថាបងអាចធ្វើម្ដងទៀតណាពេលនោះក៏ពួកគេដឹងថាทางយ៉ាងនោះក៏បានមកដល់ពួកគេក៏បានទៅរាក់ទាក់ហួយហៅក៏សួរទៀតថាតែរាងកាយនិងការចងចាំរបស់អ្នកគ្រូทางយ៉ាងត្រឡប់មកវិញហើយមែនទេនាងថានាងចងចាំបានគ្រប់យ៉ាងអស់ហើយតែពិតទៅនាងមិនចង់មករំខានហួយហៅនេះទេគ្រាន់តែមកមើលឆ្លៀតមកមើលតែប៉ុណ្ណោះនិយាយរួចហ្នឹងនាងក៏បានចាក់ចេញទៅវិញដំណើរគឺនៅចលើមដោយពីមុនអញ្ចឹងពេលបេសម្លឹងមើលทางយ៉ាងដោយការភ្ញាក់ផ្អៀកដោយការព្រួយបារម្ភអំពីសុខភាពរបស់នាងម្ដងកង្ក្រាននឹងทางយ៉ាងក៏បាននឹកឃើញទៅដល់សម្ដីដែលនាងបាននិយាយទៅកាន់ហួយហាថាចង់ធ្វើជីចង់ចូលរួមជាមួយនឹងបកឋានរបស់ខ្លួនដែរឬក៏អត់គឺជាបកដែលខ្លាំងជាងគេនៅក្នុងទឹកដីធម្មពលវិញ្ញាណមួយនេះហើយបើសិនជាឯងបន្តហ្វឹកហាត់ឲ្យកាន់តែខ្លាំងនឹងអាចកសាងនូវភាពរុងរឿងនៃបកឋានត្រឡប់មកវិញខណៈពេលនោះដែរក៏បេនឹងក៏បានចូលមកដល់លំមគាត់ក៏បានសម្លឹងមើលគូសែនរបស់ខ្លួនដោយភាពក្រៀមក្រំអ្នកទីពីរក៏មកកំសាន្តនៅឯឆ្នេរសមុទ្រនាពេលព្រះសូរិយារៀបលេងហើយក៏បានសួរទៅកាន់នាងថាពេលនេះអូនយ៉ាងម៉េចហើយនាងថាល្អក៏ដូចជាល្អអាក្រក់ក៏ដូចជាល្អអាក្រក់នាងគ្រាន់តែដឹងថាភាពរឹងមាំរបស់នាងគឺកាន់តែខ្សោយទៅពួកគេសល់ពេលតែពី3ខែទៀតតែប៉ុណ្ណោះបេធ្លាប់បញ្ជូននៅមនុស្សដើម្បីទៅស្វែងរកនៅអធិរាជប្រាក់ខៀវដែរតែរោគមិនជួបទៅសោះទាំងយ៉ាងប្រាប់ថាកុំបារម្ភច្រើនអីតែបេបានបដិញ្ញាចិត្តហើយថាពី3ខែក្រោយគាត់នឹងទៅស្វែងរកនៅអធិរាជប្រាក់ខៀវដោយខ្លួនឯងផ្ទាល់មិនចង់ឃើញនៅគូសែនរបស់ខ្លួនជួបគ្រោះថ្នាក់នោះទេទាំងយ៉ាងក៏បានចាប់ដៃបេយ៉ាងជាប់លក្ខណៈថានាងមិនអោយបេទៅនោះទេព្រោះថានាងដឹងលទ្ធផលខ្លួនឯងហើយតែអាចរស់បានយូរប៉ុណ្ណាទៀតនៅក្នុងសាច់រឿងជាក់ស្ដែងនេះគឺដូចជាខុសពីសាច់រឿងខូមិកមានចរណាហើយនិងសាច់រឿងប្រឡោមលោកបន្តិចបានតែពិតនាងចង់នៅក្បែរបេបានច្រើនព្រោះថាពេលវេលាពួកគេជួបគ្នាចុងក្រោយនេះគឺតិចខ្លាំងមែនទែនហើយក៏នាងនឹងខំប្រឹងប្រែងធ្វើការដើម្បីបកឋានផងដែរនាងនឹងសម្លឹងមើលនៃការអភិវឌ្ឍនៃបកឋានរបស់ខ្លួននាងពិតជារីករាយតែគ្រប់យ៉ាងប្រៀបបានដូចជាសុបិនសម្រាប់នាងតែមួយផ្លេតតែប៉ុណ្ណោះហើយនាងក៏បានអរគុណនៅការលះបង់ដ៏ធំធេងរបស់អ្នកទាំងអស់គ្នានាងជាបណ្ដាទឹកភ្នែកក៏ហូរកាត់ពលបណ្ដាតាមពិតទៅនាងចង់មានពេលវេលាច្រើនជាងនេះដើម្បីបន្តនៅជាមួយនឹងពួកគេហើយនឹងបកឋានបើសិនជានៅក្នុងសាច់រឿងប្រឡោមលោកវិញគឺដូចជាសល់ពេលដូចជាមិនខ្លីអញ្ចឹងនោះទេដូចជាយូរគួរសមហើយថางយ៉ាងនឹងចង់បង្កើតកូនឲ្យបេនៅពេលដែលនាងស្លាប់ទៅយ៉ាងហោចណាស់ក៏បេមិនឯកានោះដែរតែសាច់រឿងជាក់ស្ដែងគឺគេកែប្រែទៅបែបផ្សេងទៀតបានបេក៏បានអរគុណនៅថางយ៉ាងរបស់ខ្លួនខណៈពេលនោះនាងក៏បានស្លាប់ល្មមក៏ឲ្យហួយហៅពិនិត្យនៅជីពចរហួយហៅដឹងទៀតថាធម្មពលនៃជីវិតរបស់នាងគឺខ្សោយចុះកាន់តែខ្លាំងទៅជាហេតុដែលធ្វើនាងស្លាប់បាត់ស្មារតីបែបនេះពួកគេក៏បានចេញមកកង្ក្រាដើម្បីពិភាក្សាគ្នាបេសម្រេចចិត្តថាគាត់នឹងធ្វើដំណើរទៅកាន់ព្រៃស្តាឌូតែម្នាក់ឯងទៅស្វែងរកនៅអធិរាជប្រាក់ខៀវតែម្ដងព្រោះថាពេលវេលាដែលនៅសេសសល់គឺខ្លីមែនទែនត្រឹមតែពី3ខែតែប៉ុណ្ណោះហួយហៅគិតថាមិនទាន់បាញ់តក់កុហលពេកនោះទេសានព្រារបស់ทางចាពេលនេះគឺមិនដល់ថ្នាក់គ្រោះថ្នាក់ដល់ជីវិតនោះឡើយគ្រាន់តែនាងអស់កម្លាំងខ្លាំងពេកក៏សន្លប់បាត់ស្មារតីបែបនេះទៅអញ្ចឹងគាត់ត្រូវរកវិធីដើម្បីការពារនៅរាងកាយរបស់នាងកុំឲ្យភាពរឹងមាំនឹងធ្លាក់ចុះកាន់តែខ្លាំងទៅពេលនោះពួកគេអាចមានឱកាសស្វែងរកនៅវិធីមួយទៀតដើម្បីជួយសង្គ្រោះនាងអញ្ចឹងទៅក៏ស៊ូជីប្រាប់ថាយើងអត់មានពេលច្រើននោះទេពួកយ៉ាងក៏តទៅវិញទៀតថាដំបងឡើយគាត់គិតថាពិបាកតែពេលនេះគឺគាត់មានវិធីហើយគឺអាចជួយឲ្យនាងបានរស់យូរជាងនេះពួកគេព្យាបាលជាខ្លាំងក៏សួរអំពីវិធីរបស់ហួយហៅថាជំហានដំបូងនោះគឺពួកគេត្រូវតែបញ្ចប់នៃការបង្កើតឧបករណ៍ចង្ក្រានសូលកាយថ្នាក់ទី9ជាមុនសិនមិនបង្អស់ពេលយូរហួយហៅក៏បានបន្តនៅកិច្ចការរបស់ខ្លួនហួយហៅក៏ប្រើប្រាស់នៃ Snow Nicole ទាំងអស់នោះផ្គុំគ្នាតែវាក៏បរាជ័យជាច្រើនលើកជាច្រើនសារផងដែរមួយទៅពួកគេដូចជាអស់កម្លាំងក៏អង្គុយសម្រាប់បន្តិចជំហានបន្ទាប់នោះពួកគេនឹងបញ្ចូលនៅ Snow Nicole នេះភ្ជាប់ជាមួយនឹងចង្ក្រាន Soul Guy នេះតែម្ដងវាក៏ចាប់ផ្ដើមដំណើរការចេញជារូបរាងខ្ញុំគិតថាចង្ក្រានធម្មតាគឺវាពិបាករួចទៅហើយចុះទម្រាំតែចង្ក្រាន Soul Guy តើវាពិបាកប៉ុណ្ណាក្នុងការបង្កើតនោះអញ្ចឹងបន្ទាប់ពីបង្កើតបានជោគជ័យហើយពួកអ៊ុយហៅក៏បានដាក់នៅរុក្ខជាតិថ្នាំចូលទៅក្នុងនោះដើម្បីដំណើរការឬក៏ស្លវានឹងឯងចង្ក្រាននេះមើលទៅដូចជាអាវុធនេះឧបករណ៍មនុស្សយន្តអញ្ចឹងគេថាគ្រឿងយន្តអជាស្រ័យបានលុះព្រលឹមឡើងនឹងក៏ធម្មពលមកផ្ទុះឡងហុយផ្សែងពេញទៅនឹងហួយហៅក៏បានចេញទៅពិនិត្យមើលគិតថាអាចជាមានភាពប្រក្រតីនៅក្នុងចង្ក្រាននោះហើយលោកគ្រូជន់វិញក៏និយាយទៀតថាធម្មពលមេឃដីដែលផ្ទុះចេញពីចង្ក្រានគឺវាខ្លាំងក្លាដែលចង្ក្រាននោះគឺមិនអាចទ្រទ្រង់បានអញ្ចឹងបរាជ័យដូច្នេះពួកគេនឹងសាកល្បងម្ដងទៀតខណៈពេលនោះក៏មានរំជួយពេញមេឃរឿងនេះវាស្ដែងទៅនឹងរឿងបច្យុទ្ធកម្មមេឃដែរនៅពេលដែលក្របថ្នាំបង្កើតឡើងដោយជោគជ័យរន្ទះបាញ់ចេញពីមេឃឬពេលខ្លះគេហៅថាទុកមហន្តរាយមេឃសម្រាប់រឿងផ្សេងក៏វានឹងកើតឡើងអញ្ចឹងពួកគេត្រូវតែជួយឈ្នះតែរឿងនេះដូចជាអត់ផ្ដោតទៅលើទុកទរណកម្មមេឃនោះទេគម្របនៃឆ្នាំងនោះក៏បានរបើកឡើង
នៅក្នុងសាច់រឿង Comic មីចរណានោះគឺហ៊ូយហាវហើយនិងថាងឧតងគឺរួមកម្លាំងគ្នាដើម្បីគ្រប់គ្រងនៃកម្ដៅនៅក្នុងចង្ក្រាននេះប្រើប្រាស់ធម្មពលពួកគេដោយសារតែកម្លាំងរបស់ហ៊ូយហាវគឺមិនគ្រប់គ្រាន់តែសាច់រឿងជាក់ស្ដែងគឺគេបានកែប្រែទីបំផុតគ្រាប់ថ្នាំចំនួន7គ្រាប់ក៏បានលេចឡើងបន្ទាប់មកហ៊ូយហាក៏បានយកមួយគ្រាប់នោះទៅឲ្យថាំងយ៉ាមុនគេបង្អស់តែគាត់មិនបានឲ្យនាងលេបដោយផ្ទាល់នោះទេគ្រាន់តែយកនៅគ្រាប់ថ្នាំថ្នាក់ទី9នោះដាក់ក្បែរច្រមុះរបស់ថាំងយ៉ាតែប៉ុណ្ណោះដើម្បីឲ្យនាងអាចស្រូបនៅឥទ្ធិពលនៃក្លិនរបស់វាគ្រាន់តែស្រូបហើយភ្លាមនោះក៏ទឹកមុខប្រែទៅជាស្រស់បោះមានសាច់មានឈាមឡើងក្រហមមិនស្លេកស្លាំងដូចលើកមុននោះទេហ៊ូយហាក៏បានយកទៅទុកក្នុងប្រអប់វិញបន្ទាប់មកក៏បានបកគោលទៅឲ្យសិស្សច្បងទី1ក៏បានបញ្ជាក់ទៀតថាមិនអាចឲ្យថាំងយ៉ានឹងលេបនៅគ្រាប់ថ្នាំនេះដោយផ្ទាល់នោះទេគ្រាន់តែឲ្យនាងហិតទៅបានហើយគឺហិត3ថ្ងៃពេលនោះរាងកាយរបស់នាងនឹង recover ឡើងវិញបន្ទាប់មកទៀតក៏យកគ្រាប់ថ្នាំមួយគ្រាប់នេះទៅពុះបំបែកទៅជា7ជំរាកហើយយកវាទៅលាយជាមួយនឹងទឹកឲ្យនាងលេបឲ្យបាន10ថ្ងៃឥទ្ធិពលនៃគ្រាប់ថ្នាំបង្កើតឈានខូននេះនឹងជួយឲ្យភាពរឹងមាំនៃជីវិតរបស់ថាំងយ៉ាត្រឡប់មកវិញចឹងអាចជួយបញ្ជាជីវិតនាងអាចរស់ដល់ទៅ3ឆ្នាំឯណោះព្រោះតែត្រេកអរខ្លាំងពេកនឹងក៏បានចេញមើលក្រៅអរគុណហ៊ូយហាវហើយគាត់មិនដឹងថាគួរតែនិយាយពីអ្វីនោះទេដើម្បីជាការតបស្នងទៅកាន់ហ៊ូយហាវនោះហ៊ូយហាវក៏តបទៅវិញទៀតថាមិនចាំបាច់នោះទេនេះគឺជាអ្វីដែលគាត់ត្រូវតែធ្វើឥឡូវគាត់បានស្លនៅគ្រាប់ថ្នាំបង្កើតឈានខូនចំនួន7គ្រាប់ដែលមួយគ្រាប់តែឲ្យថាំងយ៉ានៅសល់6គ្រាប់ទៀតគាត់នឹងយកមួយគ្រាប់ទៀតនេះទៅឲ្យលោកតាឈុនដើម្បីបំបីទៅកាន់កម្រិតចុងក្រោយគឺ limit to low ហើយនឹងយកមួយគ្រាប់ទៀតនឹងដាក់ចូលទៅក្នុងទឹកដើម្បីរំលាយវាហើយចែកពួកគេផឹកអញ្ចឹងសមត្ថភាពរបស់ពួកគេពេលនេះគឺមិនអាចលេបថ្នាំនោះមួយគ្រាប់ផ្ទាល់បាននោះទេបើសិនជាធ្វើបែបនេះអាចជាផ្ទុះខ្លួនស្លាប់ព្រោះថាឥទ្ធិពលនៃគ្រាប់ថ្នាំវាខ្លាំងក្លាពេកហើយចង់ដឹងថាចាំមើលតែអ្នកណាអាចបំបីទៅកាន់ level ចុងក្រោយបានមុនគេបន្ទាប់ពីលេបថ្នាំនោះហើយបន្ទាប់មកហ៊ូយ៉ាក៏បានយកនៅគ្រាប់ថ្នាំមួយគ្រាប់រំលាយវាចូលទៅក្នុងទឹកហើយក៏បានបំបែកទៅជាពេងតូចៗបកគលទៅឲ្យពួកគេអញ្ចឹងមិនមែនមានតែសមាជិកនៃបិសាចឆ្រែកទាំង7នោះទេគឺសមាជិកនៃបកថាងជាច្រើនរូបដែលត្រូវផឹកនៅទឹកនេះផងដែរក៏លេចទៅកាន់ផ្នែកផ្សេងទៀតនៅឯជំរំនៃអាណាចក្រ Starlo បច្ចុប្បន្នគឺត្រូវបានគ្រប់គ្រងដោយមេតបតៃហៅហើយចំណែកអាណាចក្រសូយ៉ាចន្ទ្រាវិញអ្នកបម្រើរបស់ខ្លួនម្នាក់នឹងក៏បានចូលមករាយការណ៍ទៅកាន់ព្រះនាងជូស៊ីដោយបច្ចុប្បន្នអាណាចក្រពលឹងមេឃាត្រូវបានគ្រប់គ្រងដោយសូយ៉ាចន្ទ្រារួចទៅហើយពួកបះបោក៏ត្រូវបានបង្ក្រាបដូច្នេះគ្មានអ្វីដែលធ្វើឲ្យព្រះនាងត្រូវព្រួយបារម្ភនោះទេបន្ទាប់ពីរាយការណ៍ហើយក៏បានចាក់ចេញទៅវិញជាឃើញថាព្រះនាងជូស៊ីពោះកាន់តែធំមានកូនអញ្ចឹងហើយនៅតែឆ្លៀតផឹកស្រាបានទៀតអ្នកបម្រើក៏ហាមដែរតែព្រះនាងមិនស្ដាប់នោះទេគឺធ្វើឲ្យអ្នកបម្រើម្នាក់នោះផិតភ័យជាខ្លាំងបើសិនជាស្ដេចស៊ូទីនរ៉ានដឹងប្រកាសជាប្រហារជីវិតនាងមិនខាននោះឡើយក្រោយសោយស្រាប្រមាណក្រេបហើយនោះក៏ព្រះនាងក៏បាននឹកឃើញទៅដល់ហ៊ូយហាវជាពេលកន្លះឆ្នាំនេះដែលពួកគេបែកគ្នាមិនដឹងថាហ៊ូយហាវសុខសប្បាយអត់នោះទេអញ្ចឹងអ្នកនេះបានទេសនានៅភាពមុនហើយតែកូនរបស់ព្រះនាងយូស៊ីមិនមែនជាឈាមរបស់ស៊ូទីនរ៉ាននោះឡើយគឺជាកូនរបស់ហ៊ូយហាវហើយនឹងនាងសូម្បីតែហ៊ូយហាវក៏មិនបានដឹងខ្លួននោះដែរសាច់រឿងមិនចឹងក៏ស្លែកតែប៉ុណ្្នេះ